ឲ្យតែថាមានអី unboxing គឺបន្ទប់របស់ខ្ញុំពិបាកមើលសាហាវហ្មងអ្នកគ្នាងាកទៅជ្រុងណាក៏វាវល់ដែរនិយាយទៅគឺវល់គ្រប់ទីកន្លែងហ្មងហើយយកមកដល់អាប្អូនអង្គុយទៅឡើងអង្គុយទៅរៀបទៅបងគឺអង្គុយញ៉ាំអីធ្វើមិនដឹងហ្មងចាថ្ងៃនេះមានអីវ៉ាន់មក unboxing ទៀតហើយសិតតែជាអីវ៉ាន់ធំហ្មងតែសារតែនៅចុងជើងរបស់ខ្ញុំហ្នឹងរៀងតលីដែរចឹងហើយខ្ញុំក៏នឹកឃើញថាចង់វាកុំព្យូទ័រដើម្បីទុកលេងអីតិចតួចចឹងហើយអ្នកគ្នាហើយបើថារឿងរៀបចំវិញគឺប្អូនខ្ញុំអ្នករៀបទាំងអស់ហ្មងគឺខ្ញុំអង្គុយតែលេងទៅបានហើយខ្ញុំគឺ set up លើកនេះ set up បែបពណ៌សសុទ្ធហ្មងអ្នកគ្នាដោយសារតែពណ៌សយើងដាក់ភ្លើងមកគឺស្អាតហ្មងហើយស៊ីក្នុងបន្ទប់របស់ខ្ញុំដែរនិយាយទៅ accessory ដែលខ្ញុំត្រូវទិញមកហ្នឹងសិតតែពណ៌សទាំងអស់ហ្មងលើកលែងតែ mouse pad នេះទេដែលខ្ញុំទិញពណ៌ pink ហើយស្អាតឃើញ cute ពេកចឹងខ្ញុំក៏ឆ្លៀតមក unboxing ខ្លះៗចឹងទៅដោយសារប្អូនខ្ញុំគឺគេរៀបចំអីពេញហ្នឹងហើយនេះអ្នកគ្នាគឺទុកគេបាន result ហើយណានិយាយពី microphone នេះស្អាតសាហាវហ្មងអ្នកគ្នាខ្ញុំឃើញគេប្រើនឹងច្រើនមែនតើហើយខ្ញុំក៏មកនឹងអីខ្លះទេទាំងពណ៌សសុទ្ធហ្មងបើ keyboard នេះវិញគឺខ្ញុំអត់សូវស្រឡាញ់ជាមួយ keycap វាចឹងខ្ញុំក៏មកអា keycap ថ្មីដែរបាទក្រោយនេះគឺជើងចាប់ monitor អីទេអត់បានថតអ្នកគ្នាមើលទេទៅគឺ unboxing ឲ្យវល់បែបហ្នឹងហ្មងអ្នកគ្នាប៉ុន្តែយើងបានរៀបបានខ្លះដែរពីអ្នកបងប្អូននេះអត់តនេទេអ្នកគ្នាគ្រាន់តែនៅខាងក្រៅ make ភ្លៀងលិចចឹងទៅបានដៃបដៅនាំប្អូនមកបោះអាដីនឹងចេញអស់ចឹងមានអ្នកឆ្ងល់ថាពេល make ភ្លៀងទៅមិនខ្ទេចខ្ទីអស់ហើយហ្នឹងឯងអ្នកគ្នាឲ្យតែភ្លៀងគឺវាខ្ទេចខ្ទីហើយវាហូរដីហូរអីមកពេញហ្នឹងឯងចឹងបើសិនជាយើងឆ្លៀតបោះវាឲ្យទៅពេលដែល make ស្ងួតគឺស្អាតតែម្ដងហើយខ្ញុំក៏បានថែមជាមួយនឹងអាកណ្ដឹងខ្យល់នេះអីថែមដែរដោយសារអាចាស់របស់ខ្ញុំហ្នឹងគឺវាបែកអស់ហើយវាក្តៅពេលរៀបចំហើយគឺស្អាតគ្រប់ទាំងអស់ហ្មងនិយាយទៅ make up របស់ខ្ញុំមកតាំងពីព្រឹកមកដល់យប់ហ្មងលោកអ្នកគ្នាបានឃើញចឹងគឺថាខ្ញុំរៀបចំអត់ចេះចប់អត់ចេះហើយដល់ពេលទៅ make up ជាប់រហូតហ្មងចឹងហើយមុននឹងងូតទឹកងូតអីហ្នឹងខ្ញុំមកធ្វើការបិទជាមួយនឹង Philips Clay Mask ជាមុនសិនដោយសារ Philips Clay Mask នេះគឺល្អខ្លាំងមែនតើមកអ្នកគ្នាចំពោះអ្នកដែលគាត់អាសា make up ឬក៏ចេញទៅក្រៅហើយមានអារម្មណ៍ថាលាងមុខអត់បានស្អាតអីចឹងកុំភ្លេចបិទជាមួយនឹង Clay Mask មួយអាទិត្យក៏យ៉ាងហោចណាស់2ដងដែរដោយសារវាមាននីតិក្នុងការបឺតយកធូលីដីនៅតាមរន្ធញើសទូដែលយើងលាងអត់បានស្អាតល្អចឹងណាចឹងបន្ទាប់ពីខ្ញុំបិទហើយគឺទុកចោល5-10នាទីលាងចេញមកគឺមានអារម្មណ៍ថាមុខរបស់យើងគឺភ្លឺថ្លាជាងមុនមែនតើហ្មងអ្នកទាំងគ្នាកុំភ្លេចបិទជាមួយនឹង mask ស្លឹកផងណា